ការសង្ខេបសេចក្តីអធិប្បាយសម្រាប់ថ្ងៃទី31ឧសភា2026អរុនសុស្ដីថ្ងៃនេះយើងនឹងពិភាក្សាអំពីប្រធានបទមួយដែលអាចស្ដាប់ទៅហាក់ដូចជាគួរឲ្យច្រឡំនៅពេលដំបូងនេះគឺជាគោលលទ្ធិនៃព្រះត្រីឯកព្រះត្រីឯកគឺជាពាក្យខាងទេវវិទ្យាដែលមនុស្សបានកំណត់ឡើងដើម្បីហៅអត្តសញ្ញាណដ៏ស្មុគស្មាញរបស់ព្រះទ្រង់គឺជាព្រះ3ក្នុងអង្គតែមួយនិងក្នុងអង្គតែមួយមានព្រះ3មានន័យថាក្នុងព្រះតែមួយសម្ដែងចេញជា3អង្គយើងមិនអាចពន្យល់វាឲ្យបានពេញលេញទាំងអស់នៅព្រឹកនេះបានទេប៉ុន្តែខ្ញុំសង្ឃឹមថាយើងអាចលើកឡើងនៅសេចក្តីពិតដ៏សាមញ្ញមួយចំនួននៅទីនេះដើម្បីឲ្យយើងអាចមើលឃើញផងដែរថាតើរឿងនេះជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ជីវិតរបស់យើងនៅថ្ងៃនេះយ៉ាងដូចម្តេចជំនឿលើព្រះយេស៊ូវផ្ដល់ឲ្យយើងនៅសេចក្តីអំណរនិងការពេញចិត្តដ៏អស្ចារ្យបំផុតខុសប្លែកពីគេពោលគឺយើងត្រូវបានត្រាស់ហៅឲ្យចូលទៅក្នុងសហគមន៍ដ៏ល្អឥតខ្ចោះនិងអស់កលជានិច្ចរវាងព្រះវរបិតានិងព្រះរាជបុត្រាតាមរយៈព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីអ្វីដែលខ្ញុំចង់មានន័យខ្ញុំចង់សួរសំណួរមួយថាតើព្រះទ្រង់កំពុងធ្វើអ្វីខ្លះនៅពេលមុនបង្កើតពិភពលោកចូលយើងពិនិត្យមើលចម្លើយដែលអាចទៅរួចចំនួន2ទី1ប្រសិនបើព្រះគង់នៅតែអង្គឯងយ៉ាងឯកោនៅមុនពេលបង្កើតពិភពលោកនោះសេចក្តីស្រឡាញ់មិនអាចជាផ្នែកដ៏សំខាន់របស់ព្រះអង្គបានឡើយទ្រង់ច្បាស់ជាត្រូវការពិភពលោកដែលបង្កើតមកនោះដើម្បីឲ្យមាននរណាម្នាក់សម្រាប់ស្រឡាញ់គ្រប់គ្រងឬមានទំនាក់ទំនងជាមួយទី2ប៉ុន្តែនោះហើយជាមូលហេតុដែលជំនឿលើព្រះយេស៊ូវមានលក្ខណៈខុសប្លែកពីសាសនាដទៃទៀតទាំងអស់នៅលើពិភពលោកមានតែគ្រីស្ទបរិស័ទតែប៉ុណ្ណោះដែលអាចនិយាយបានយ៉ាងពិតប្រាកដថាសេចក្តីស្រឡាញ់ជាចំណុចស្នូលនៃអត្តសញ្ញាណរបស់ទ្រង់ដូច្នេះផ្ទុយពីព្រះដែលគង់នៅតែអង្គឯងតាំងពីមុនពេលបង្កើតពិភពលោកព្រះរបស់គ្រីស្ទបរិស័ទគឺមានលក្ខណៈជាព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធអស់កលជានិច្ចមុនពេលអ្វីៗទាំងអស់កើតឡើងព្រះវរបិតាបានស្រឡាញ់ព្រះរាជបុត្រានៅក្នុងការរួមរស់នៃព្រះវិញ្ញាណតើរឿងនេះអាចទៅរួចយ៉ាងដូចម្តេចចូលគិតអំពីបន្ទូលរបស់ព្រះយេស៊ូវដែលយើងរកឃើញនៅក្នុងគម្ពីរដំណឹងល្អយ៉ូហានចែងថាអោព្រះវរបិតាអើយទ្រង់បានស្រឡាញ់ទូលបង្គំតាំងពីមុនកំណើតលោកីមកម្លេះនិងប្រយោគបើកសន្និកថារបស់លោកយ៉ូហានដែលថាកាលដើមដំបូងឡើយមានព្រះបន្ទូលហើយព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងជាព្រះព្រះគឺជាព្រះវរបិតាដ៏គ្រប់លក្ខណៈដែលបានស្រឡាញ់និងសព្វហាតីយ៉ាងខ្លាំងឥតកណនាចំពោះព្រះរាជបុត្រារបស់ទ្រង់តាំងពីមុនអស់កលជានិច្ចមកម្លេះហេតុដូច្នេះហើយបានជាគម្ពីរ1យ៉ូហានជំពូក4ខ8អាចចែងយ៉ាងសាមញ្ញថាព្រះទ្រង់ជាសេចក្តីស្រឡាញ់តើព្រះទ្រង់កំពុងធ្វើអ្វីខ្លះនៅមុនពេលបង្កើតពិភពលោកព្រះវរបិតានិងព្រះរាជបុត្រាបានលើកដំកើងនិងសព្វហាតីទៅវិញទៅមកតាមរយៈអំណាចចេស្តានៃព្រះវិញ្ញាណបរិសុទ្ធតើរឿងនេះជះឥទ្ធិពលដល់ជីវិតរបស់យើងនៅសប្តាហ៍ថ្ងៃនេះយ៉ាងដូចម្តេចចូលយើងពិនិត្យមើលខគម្ពីរសម្រាប់ថ្ងៃនេះដែលចែងថាសូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់និងការរួមរស់ក្នុងព្រះវិញ្ញាណបរិសុទ្ធ2កូរិនថូសជំពូក13ខ13យើងឃើញនៅទីនេះថាព្រះគឺជាសេចក្តីស្រឡាញ់ហើយទ្រង់បានប្រទានព្រះរាជបុត្រារបស់ទ្រង់គឺជាអំណោយព្រះវិញ្ញាណអនុញ្ញាតឲ្យយើងចូលរួមក្នុងសហគមន៍នៃសេចក្តីស្រឡាញ់របស់ពួកទ្រង់ហេតុដូច្នេះហើយបានជាខគម្ពីរចែងថាការរួមរស់នៃព្រះវិញ្ញាណបរិសុទ្ធ
តាមរយៈព្រះវិញ្ញាណឥឡូវនេះយើងអាចរីករាយនិងរួមរស់ដូចគ្នាដែលធ្លាប់មានរវាងព្រះវរបិតានិងព្រះរាជបុត្រាអស់កលជានិច្ចរឿងនេះហាក់ដូចជាពិបាកជឿពេកហើយប៉ុន្តែវាជាការពិតក្នុងលក្ខណៈបែបណាដែលព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រាព្រះជាម្ចាស់ជាព្រះវរបិតាក៏ស្រឡាញ់អ្នកទាំងអស់គ្នាបែបនោះដែរហើយដូច្នេះហើយទើបជាការសមស្របសម្រាប់យើងក្នុងការហៅព្រះជាម្ចាស់ថាព្រះវរបិតានៃយើងជាបុត្រាជាបុត្រីរបស់ទ្រង់ហើយព្រះគម្ពីរក៏បានចែងទៀតថាព្រះយេស៊ូវគឺជាព្រះរាមឬបងប្រុសរបស់យើងការយល់ដឹងអំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើងផ្លាស់ប្ដូរគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងនៅពេលយើងបម្រើព្រះយើងអាចដឹងថាទ្រង់ស្រឡាញ់យើងខ្លាំងជាងអ្វីដែលយើងអាចស្រមៃទៅទៀតមុនពេលយើងធ្វើអ្វីមួយល្អឬអាក្រក់នៅពេលយើងស្រឡាញ់អ្នកដទៃយើងអាចធ្វើទៅបានក្នុងនាមជាមនុស្សដែលទទួលបានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដូច្នេះយើងមិនត្រូវការសេចក្តីស្រឡាញ់ពីអ្នកដទៃដើម្បីមានអារម្មណ៍ល្អចំពោះខ្លួនឯងនោះឡើយនៅពេលយើងធ្វើខុសឬមានអារម្មណ៍ថាខ្លួនឯងមិនល្អគ្រប់គ្រាន់យើងអាចទូលសូមព្រះឲ្យប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ជាថ្មីដើម្បីឲ្យយើងអាចមើលឃើញយ៉ាងច្បាស់ថាទ្រង់ស្រឡាញ់យើងខ្លាំងប៉ុណ្ណាដូច្នេះយើងអាចនិយាយដោយភាពប្រកបប្រជាថាជំនឿលើព្រះយេស៊ូវផ្ដល់ឲ្យយើងនៅសេចក្តីអំណរនិងការពេញចិត្តដ៏អស្ចារ្យបំផុតខុសប្លែកពីគេពោលគឺយើងត្រូវបានត្រាស់ហៅឲ្យចូលទៅក្នុងសហគមន៍ដ៏ល្អឥតខ្ចោះដើមនឹងអស់កលជានិច្ចរវាងព្រះវរបិតាព្រះរាជបុត្រានិងតាមរយៈព្រះវិញ្ញាណបរិសុទ្ធការសង្ខេបសេចក្តីបាយសម្រាប់ថ្ងៃនេះចប់តែប៉ុណ្ណេះសូមព្រះអង្គម្ចាស់បានប្រទានពរដល់បងប្អូនអរគ្នា